មាសបានធ្លាក់ចុះមកនៅប្រហែល$3,730ក្នុងមួយអោនកាលពីថ្ងៃប្រហោះដោយបានធ្លាក់ចុះពីកម្រិតខ្ពស់បំផុតខណៈដែលទីផ្សារបានបន្តថ្លឹងថ្លែងពីទស្សនវិស័យអត្រាការប្រាក់របស់ Federal Reserve ប្រធាន Jerome Powell បានបញ្ចេញសម្លេងប្រុងប្រយ័ត្នដោយសង្កត់ធ្ងន់លើបញ្ហាប្រឈមនៃតុល្យភាពអតិផរណាជាប់លាប់ជំនួយនឹងទីផ្សារការងារដែលកំពុងធ្លាក់ចុះខណៈពេលដែលមន្ត្រីរបស់ Fed នៅតែបែងចែកដោយខ្លះព្យាករណ៍ពីការកាត់បន្ថយអត្រាការប្រាក់បន្ថែមចំនួន2នៅក្នុងឆ្នាំនេះដោយអ្នកផ្សេងទៀតបានអនុគ្រោះដល់វិធីសាស្ត្រវាស់វែងកាន់តែច្រើននិងខ្លះគាំទ្រការបន្ធូរបន្ថយការឈ្លានពានបន្ថែមទៀតការលក់ផ្ទះថ្មីរបស់សហរដ្ឋអាមេរិកក៏បានកើនឡើងដោយមនឹកស្មានដល់នៅក្នុងខែសីហាដល់ល្បឿនដ៏លឿនបំផុតរបស់ខ្លួនចាប់តាំងពីដើមឆ្នាំ2022ដោយបានបន្ធូរបន្ថយការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ចនិងធ្វើឲ្យមានភាពស្មុគស្មាញដល់ទស្សនវិស័យសម្រាប់ការកាត់បន្ថយអត្រាការប្រាក់បន្ថែមទន្ទឹមនេះដែរការអំពាវនាវឲ្យមានសវត្ថិភាពរបស់មាសនៅតែត្រូវបានគាំទ្រដោយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដោយអង្គការ NATO បានព្រមានរុស្ស៊ីថាខ្លួននឹងប្រើប្រាស់វិធានការចាំបាច់ទាំងផ្នែកយោធានិងមិនមែនយោធាដើម្បីការពារខ្លួនខណៈដែលប្រធានាធិបតី Trump បាននិយាយថាអ៊ុយក្រែនឲ្យដណ្ដើមយកទឹកដីទាំងអស់ដែលកាន់កាប់ដោយរុស្ស៊ីមកវិញ